បើម្ចាស់ពូមិនអត់តឲ្យខ្ញុំទេខ្ញុំមិនក្រោកដាច់ខាតខ្ញុំត្រូវតែឲ្យម្ចាស់ពូលើលែងទោសឲ្យមិនអញ្ចឹងទេទាំងកិត្តិយសនិងក្តីស្រឡាញ់ច្បាស់ជាត្រូវរៀនសូត្រមិនខានអធិរាយព្រះអង្គម្ចាស់ទួនចង់យកព្រះនាងត្រឡប់ទៅវិញហើយពីមុនទ្រង់កាត់ខំខ្លាំងណាស់ដើម្បីធ្វើព្រះនាងឲ្យនៅបានអធិរាយព្រះនាងគឺជាបុត្រីតែមួយអង្គគត់ដែលមានសាច់ឈាមជារាជវង្សនៅក្នុងនគរមួយនេះច្បាស់ណាស់ថានាងមានចេតនាចង់ស្លាប់ហើយនៅហ៊ានគំរាមអធិរាយទៀតបាទត្រឹមជាព្រះអង្គម្ចាស់សោះហ៊ានគំរាមថាយកព្រះនាងទៅវិញអីណាដូចជាប្រមាថដល់អធិរាយស្ដេចផែនដីចឹងល្អណាស់កូនពូរុកលេបានល្អមែនថៃបានតានឹងលើជួយចិត្តសម្លឹងមកខ្ញុំម៉េះទីហ៊ានពួកគេហ៊ានគំរាមយើងចាក់ចេញផងល្អណាស់យើងនឹងបំពេញបំណងពួកគេអធិរាជមានបញ្ជាឲ្យបញ្ជូនព្រះអង្គម្ចាស់ទាល់ភរិយានិងកូនស្រីចេញពីវាំងនិងមិនអនុញ្ញាតឲ្យចូលរាជវាំងវិញនោះទេបើសិនជាគ្មានរាជបញ្ជានោះទេតើរឿងនេះអាចកើតឡើងបានដោយរបៀបណាក្រែងអធិរាយស្រឡាញ់កូនស្រីយើងខ្លាំងណាស់មិនចឹងនេះពួកលោកទៅនិយាយប្រាប់ម្ចាស់ពូឲ្យទ្រង់ក៏បញ្ជូនយើងជិះពីវាំងចឹងឬមើលទៅខ្ញុំត្រូវតែប្រើវិធីខុសខើហើយទើបអាចនៅវាំងបានដរាបណាខ្ញុំអាចនៅបានខ្ញុំនៅតែមានឱកាសព្រះនាងបានបួសសម្លាប់បន្តពីបុកក្បាលនឹងធុងទឹកហើយត្រូវសម្លាប់ព្យាបាលក្នុងវាំងព្រះនាងគឺជាស្រីតែមួយអង្គគត់នៅរាជវាំងហើយថៃបានជាយើងត្រូវខ្វល់ពីកូនអ្នកដទៃដែរជាវ៉ាអធិរាយចាកុំសើចឹងមើលដូចបិសាចជាមើលរូបនេះណែស្អាតអត់នេះមានរឿងអីកើតឡើងឃើញស្អាតទេចង់សាកពាក់អត់មិនពាក់ខ្ញុំមិនពាក់ទេបើសិនជាឯងពាក់វាបិតានឹងឲ្យរង្វាន់ឯង 5000 តម្លឹងព្រះអង្គចង់បានបុត្រីខ្លាំងណាស់មែនបានដកដំណាក់កាលនោះព្រះអង្គម្ចាស់ទី18គឺជាក្មេងប្រុសត្រង់ប្រកាសជាមិនចង់ធ្វើវាទេហើយទឹកទៀតអាចនឹងស្រែកជូនទៅតថាបានជាយល់ហើយជានឹងស្លៀកវាជាជូរាពាក់ចឹងរហូតមកបានហ៎បិតាបានរៀបចំរោបក្មេងស្រីច្រើនណាស់ឲ្យតែជាព្រមទុំមានលក្ខខណ្ឌអីក៏បិតាធ្វើឲ្យបានជាអត់មានលក្ខខណ្ឌអីញញ៉ៃទេព្រោះជាក៏ចូលចិត្តស្លៀកបែបនេះដូចគ្នាវានឹងល្អណាស់ឲ្យតែខ្ញុំអាចស្លៀកពាក់ជាក្មេងស្រីរហូតនោះមានជាប្រៀបដូចជាមានបុត្រីម្នាក់ចឹងហាស្នាមលេនឹងព្រះអង្គម្ចាស់នឹងមានប្រាក់ពេញដៃហើយហួយចង់ឲ្យព្រះអង្គម្ចាស់ទី18ស្លៀកជាស្រីចឹងមែនទេមែនហ្នឹងចាំមើលទៅអនាគតនឹងតើព្រះអង្គម្ចាស់សូខ្លួនឯងនឹងធ្វើការនេះគិតហើយអធិរាជដូចឡាប់មិនទេដល់ចឹងពេកទៅជាបងសុំទោសជំនួសបិតាផងចាំបងទី10រកវិធីឲ្យជាពាក្យជាប្រុសវិញបងទី11វិញនឹងការពារជាអ្នកណាហ៊ាននិយាយដើមជាបងនឹងវាយឲ្យបែកមុខមិនអីទេម្ចាស់បងខ្ញុំចូលចិត្តស្លៀកបែបនេះខ្ញុំស្ទើរតែភ្លេចទៅហើយរឿងធំដែរនឹងកើតឡើងនៅថ្ងៃស្អែកបាត់ទៅហើយវាអាស្រ័យលើថាម្ចាស់បងទាំងពីររបស់ខ្ញុំអាចរាប់មិត្តជាមួយនឹងបងប្រុសរបស់ព្រះអង្គម្ចាស់ផ្សេងបានឬអត់បងទី10បងទី11ស្អែកពេលព្រឹកមកលេងជាផងបានអត់